ឆ្នាំសោយឆ្នាំអាក្រក់នេះវាជាឆ្នាំត្រូវប្រុងប្រយ័ត្ននិងរៀនគ្រប់គ្រងខ្លួនឯងដើម្បីទទួលបានវីដេអូថ្មីៗប្រចាំថ្ងៃសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងសូមអរគុណបាទសូមអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកឆ្នាំសោយនៅក្នុងឆ្នាំ2026នេះឆ្នាំសោយឬយើងហៅថាឆ្នាំឆុងឬក៏ឆ្នាំអាក្រក់មានន័យថាអត់ល្អអញ្ចឹងណាបាទដូច្នេះសូមបងប្អូនតាមដានស្ដាប់ទាំងអស់គ្នាដូចតទៅបាទតើមានឆ្នាំអ្វីខ្លះហើយនៅប្រហែលថ្ងៃទៀតនេះគឺដល់ពិធីបុណ្យចូលឆ្នាំចិនវៀតណាមហើយបងប្អូននៅសល់តែប្រហែលថ្ងៃទៀតទេថ្ងៃទី16ហើយថ្ងៃនេះថ្ងៃទី7បងប្អូនបាទនៅសល់9ថ្ងៃទៀតទេ8ថ្ងៃទៀតនឹងឯងដល់ហើយបាទហើយខ្ញុំនឹងលើកជូនឆ្នាំមួយដែលថាឆ្នាំសោយនៅក្នុងឆ្នាំនេះបាទឆ្នាំ2026ឆ្នាំសោយគឺឆ្នាំមមីទី1បងប្អូនឆ្នាំមមីជីសេះនឹងបើតាមប្រតិទិនចិនខ្មែររបស់យើងឆ្នាំសោយក្នុងឆ្នាំ2026ឆ្នាំមមីជាទូទៅមាន4ឆ្នាំដែលគេចាត់ទុកថាសោយឬឆុងជាមួយឆ្នាំមមីទី1គឺឆ្នាំជូតយើងហៅកណ្ដុរជីកណ្ដុរបងប្អូនសោយខ្លាំងបំផុតឆុងផ្ទាល់អាចជួបឧបសគ្គការប្រែប្រួលឬភាពមិនស្ថិតស្ថេរ2ឆ្នាំឆ្លូវឆ្នាំកោសោយផ្នែកការងារនិងហិរញ្ញវត្ថុត្រូវប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តឆ្នាំមមីសេះឆ្នាំសោយខ្លួនឯងឆ្នាំមមីនិងមមីនេះណាបងប្អូនជាឆ្នាំដែលជីវិតអាចមានការប្រែប្រួលច្រើនល្អនិងអាក្រក់ចម្រុះ4ឆ្នាំថោះទន្សាយនឹងសោយផ្នែកទំនាក់ទំនងនិងអារម្មណ៍ត្រូវប្រុងប្រយ័ត្នការយល់ច្រឡំជាមួយអ្នកដទៃគន្លឹះបំបត្តិសោយអានឹងគេមានវិធីធ្វើឲ្យយើងបាត់សោយបាត់ឆុងណាបងប្អូនអានឹងតាមជំនឿប្រពៃណីទី1គឺយើងត្រូវធ្វើបុណ្យសូមសេចក្តីសុខទី2គឺពាក់វត្ថុសំណាងពណ៌ក្រហមឬវត្ថុដែលយើងបួងសួងដូចខ្សែក្ដៃខ្សែអីចឹងណាទី3ជៀសវាងការនិយាយវិនិយោគធំប្រសិនបើមិនចាំបាច់ទី4រក្សាចិត្តស្ងប់គិតវិជ្ជមានបាទហើយនេះខ្ញុំនឹងលម្អិតឲ្យបងប្អូនបានយល់បន្ថែមតទៅនឹងឆ្នាំសោយក្នុងឆ្នាំ2026នេះបាទនៅគឺឆ្នាំមមីដដែលនោះគឺជាឆ្នាំដែលមានថាមពលខ្លាំងសកម្មចលនានិងការផ្លាស់ប្ដូរល្អសម្រាប់អ្នកដែលត្រៀមខ្លួនរួចប៉ុន្តែពិបាកសម្រាប់អ្នកដែលមិនទាន់រៀបចំចិត្តហើយខ្ញុំនឹងបញ្យល់អ្វីទៅជាឆ្នាំសោយឆ្នាំសោយគឺជាជំនឿថាឆ្នាំកំណើតខ្លះនឹងឆុងឬប៉ះទង្គិចជាមួយនឹងថាមពលនៃឆ្នាំថ្មីអាចបង្កើតឧបសគ្គភាពមិនស្ថិតស្ថេរបញ្ហាអារម្មណ៍ការងារឬលុយបាទសម្បីតែអារម្មណ៍ក៏យើងគិតថាសោយដែរណាបងប្អូនឆុងណាបាទវាដូចជាឧបសគ្គកើតឆ្នាំនឹងមានឧបសគ្គច្រើនអ្វីវាមិនថេងាកឈឺអានេះយើងហៅថាឆ្នាំសោយឆ្នាំឆុងបងប្អូនឬក៏ខឹងច្រើនអីច្រើនអញ្ចឹងណាការងារអត់សូវរលូនរលុយវាមិនសូវបានមកក៏មិនសូវសល់អានឹងដែលខ្ញុំតាក់ទងឲ្យបងប្អូនយល់ពាក្យថាសោយឬក៏ថាឆុងឬក៏ថាឆ្នាំអត់ល្អអញ្ចឹងណាបាទឆ្នាំសោយនៅក្នុងឆ្នាំមមីនេះទី1គឺមានឆ្នាំជូតសោយខ្លាំងបំផុតបងប្អូនមូលហេតុជូតនិងមមីនេះគឺឆុងផ្ទាល់អ្វីអាចកើតឡើងការងារប្រែប្រួលភ្លាមមានចំនួនឬការយល់ច្រឡំចិត្តមិនស្ងប់សម្រេចចិត្តខុសងាយដំបូងមានកុំប្រញាប់ផ្លាស់ប្ដូរការងារអាហ្នឹងអ្នកឆ្នាំមមីឯណាជៀសវាងវិនិយោគធំធ្វើបន់ស្រន់សូមសេចក្តីសុខសេចក្តីចម្រើន
ហើយមួយទៀតនឹងឆ្នាំឆ្លូវឆ្នាំជីកគោបងប្អូនសយផ្នែកការងារនិងលុយអ្វីដែលអាចកើតឡើងក្នុងឆ្នាំនេះគឺធ្វើការខិតខំតែបានលទ្ធផលតិចតួចឬក៏បានលទ្ធផលយឺតអញ្ចឹងទៅចំណាយលុយច្រើនដោយមិនដឹងខ្លួនមានសម្ពាធពីគ្រួសារឬការងារដំបូងមានគឺគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានច្បាស់លាស់អត់ធ្មត់កុំបោះបង់ពាក់កណ្ដាលផ្លូវធ្វើអ្វីធ្វើឲ្យដល់ទីបញ្ចប់ណាបងប្អូនសុខភាពត្រូវយកចិត្តទុកដាក់ជាចម្បងនឹងឆ្នាំឆ្លូវមួយទៀតមមីសយនឹងឆ្នាំមមីខ្លួនឯងនេះមូលហេតុប៉ះតៃសយបាទអ្វីដែលអាចកើតឡើងជីវិតមានការផ្លាស់ប្ដូរច្រើនល្អបូកនឹងអាក្រក់នឹងវានៅលាយគ្នានឹងឯងអារម្មណ៍ឡើងចុះមានឱកាសថ្មីតែជាមួយសម្ពាធដំបូងមានកុំធ្វើអ្វីហានិភ័យខ្លាំងពេករៀបចំផែនការជីវិតឲ្យច្បាស់ពាក់ពណ៌សំណាងក្រហមឬលឿងឆ្នាំថោះទន្សាយសយផ្នែកទំនាក់ទំនងអ្វីដែលអាចកើតឡើងងាយខឹងងាយអន់ចិត្តមានការយល់ច្រឡំជាមួយមនុស្សជិតខាងស្នេហាឬមិត្តភាពងាយរងរបួសដំបូងមាននិយាយតិចស្ដាប់ច្រើនកុំយកអារម្មណ៍ជាមេធ្វើចិត្តឲ្យស្ងប់និងអភ័យទោសវិធីបំបត្តិសយតាមបែបជំនឿប្រពៃណីធ្វើបុណ្យសូមពោធិកុសលជួយអ្នកដទៃបង្កើនកុសលពាក់វត្ថុសំណាងឬខ្សែក្រវ៉ាត់ពណ៌ក្រហមគិតវិជ្ជមាននិងរក្សាសុខភាពសរុបឆ្នាំសយឆ្នាំអាក្រក់នេះវាជាឆ្នាំត្រូវប្រុងប្រយ័ត្ននិងរៀនគ្រប់គ្រងខ្លួនឯងបើអ្នកប្រាប់ខ្ញុំថាអ្នកកើតឆ្នាំអ្វីឬចង់ដឹងផ្នែកការងារស្នេហាលុយសុខភាពអាចខមមិនបានខ្ញុំនឹងបញ្យល់ឲ្យបានលម្អិតបាទសូមអរគុណ